កម្មវិធីនេះគឺ Form KX ដែលអាចប្រើប្រាស់ជំនួស Google Form ឬក៏ Microsoft Form កើតឡើងដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគណៈកម្មាធិការរដ្ឋាភិបាល Digital ហើយ Developer វិញគឺសិតតែជាកូនខ្មែរយើងនឹងឯងជាផ្នែកបង្កើតទម្រង់បែបបទ online ដើម្បីប្រមូលព័ត៌មានការស្ទង់មតិត្រួតពិនិត្យនិងវិតម្លៃការចូលឈ្មោះចូលរួមកម្មវិធីនានាឬក៏ជាការប្រមូលមតិកែលម្អនានានិងជាច្រើនទៀតបង្កើតឡើងសម្រាប់មន្ត្រីសាធារណៈដោយមាន email ដែលមានឈ្មោះ dan.gov.kx ហើយប្រើប្រាស់ដោយភ្នាក់ងាររដ្ឋាភិបាលជាច្រើនទីប្រើប្រាស់វិញគឺថាងាយខ្លាំងមែនទែនដោយគ្រាន់តែយើងចូលទៅកាន់ Form KX តាមរយៈអ៊ីនធឺណិតបង្កើតទម្រង់បែបបទបញ្ចូលសារសម្ងាត់ឬមើលការឆ្លើយតបរបស់ form ដែលយើងបានបង្កើតត្រង់កន្លែងនេះគឺថាមានសុវត្ថិភាពខ្លាំងមែនទែនទិន្នន័យទាំងអស់ត្រូវបាន encrypt end to end ដែលមានន័យថាភាគីទាំង3រួមទាំង Form KX គឺនឹងមិនអាចចូលប្រើឬក៏មើលទិន្នន័យក្នុងទម្រង់បែបបទរបស់យើងបានទេហើយជាចុងក្រោយគឺយើងអាចទាញយកការឆ្លើយតបរបស់យើងបានជាទម្រង់ CSV ដែលអាចប្រើប្រាស់ជាមួយកម្មវិធី Excel បានទៀតលយមែនទែនចំណែកលក្ខណៈពិសេសវិញ form នេះគឺថាមានភាពងាយស្រួលផលងាយស្រួលបង្កើតមាន drag and drop ហើយមានប្រភេទសំណួរហើយស្រាប់ច្រើនទៀតចំណែក form នេះវិញគឺថាមាន web hook ដែលយើងអាចយកកូដនោះទៅ embed នៅក្នុង website ដែលជា form ឲ្យអ្នកប្រើប្រាស់គាត់ពេញហើយនឹងវិភាគទិន្នន័យផងដែរលើផងថែអាចកំណត់ពេលវេលាដើម្បីបើកឲ្យបិទ form បានទៀតដល់ម៉ោងដល់ថ្ងៃដល់ខែគឺថាវាបិទឲ្យយើងអូតូមកជួបគ្នាសម្រាប់ចែកកម្មវិធីថ្មីនៅក្នុងវីដេអូក្រោយ